ម្ដាយខ្ញុំទៅតែចេញពីមន្ទីរពេទ្យខ្ញុំរស់នៅជាមួយអ្នកអស់រយៈពេល8ឆ្នាំពេញឥឡូវនេះម្ដាយខ្ញុំឈឺហើយអ្នកចង់ដើរចេញអាក្រាតអញ្ចឹងហ៎អ្នកឯងមានចិត្តជាមនុស្សទេអ្នកនៅជាមួយខ្ញុំអស់រយៈពេល8ឆ្នាំហើយអ្នកបែរជាលួចទៅរៀបការជាមួយអ្នកផ្សេងក្នុងខ្ញុំឥឡូវម្ដាយអ្នកឯងឈឺអ្នកគួរតែទៅរកប្តីរបស់អ្នកទៅមិនមែនមកឆ្លោះជាមួយខ្ញុំទេសុំទោសជួយជាផ្លូវបន្តិចបងប្រុសខ្ញុំសុំទោសខ្ញុំពិតជាមិនអាចទ្រាំមើលរឿងនេះទៅទៀតបានទេវាមានរយៈពេល8ឆ្នាំហើយវាដល់ពេលដែលត្រូវដើរទៅមុខហើយ8ឆ្នាំដែលនៅជាមួយគ្នាខ្ញុំធ្លាប់គិតថាពួកយើងនឹងកសាងគ្រួសារមួយជាមួយគ្នាប៉ុន្តែអ្នកបែរជារៀបការជាមួយប្រុសម្នាក់ដែលអ្នកសឹងតែមិនស្គាល់ទៅវិញវាមានរយៈពេល8ឆ្នាំហើយឥឡូវនេះខ្ញុំរស់នៅដើម្បីខ្លួនឯងវិញម្ដងចាស់គឺខ្ញុំលេស៊ីណាតើអ្នកទៅណាហើយអ្វីបានជាអ្នកមិនតបសារខ្ញុំទូរស័ព្ទក៏បិទទៀតតើអ្នកកំពុងធ្វើអ្វីហ្នឹងចាស់តើអ្នកឈួតមែនទេសុកក៏បាត់ខ្លួនបែបនេះបើអ្នកមិនព្រមចេញមុខមកទេថ្ងៃក្រោយក៏មិនបាច់មកជួបគ្នាទៀតដែរម្ដាយខ្ញុំកំពុងឈឺគាត់កំពុងសម្រាកនៅមន្ទីរពេទ្យបើឃើញសារនេះហើយប្រញាប់ទៅមកខ្ញុំវិញភ្លាមខ្ញុំសូមអង្វរអ្នកពួកយើងនៅខ្វះលុយ$80,000ទៀតសម្រាប់ថ្លៃព្យាបាលរបស់គាត់បន្ទាប់ពីរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំមកនេះតើអ្នកពិតជាដាច់ចិត្តយំក្នុងបែបនេះមែនទេចាស់បំដៃខ្ញុំកើតអីសូម្បីតែបន្តិចក៏ខ្ញុំមិនលើកលែងឲ្យអ្នកដែរជំរាបសួរលោក David ខ្ញុំចាស់បាទទីបំផុតឯងព្រមចេញមុខមកហើយខ្ញុំស្មានតែពួកភពកាយផ្សេងចាប់ជំរិតឯងបាត់ទៅហើយកិច្ចព្រមព្រៀងគឺរួចរាល់ហើយរឿងប្រាក់ខែឡើង3ដងគឺគ្មានបញ្ហាទេបាទអរគុណច្រើនលោកចាស់ទីបំផុតអ្នកព្រមទទួលទូរស័ព្ទហើយតើអ្នកណែណាខ្ញុំកំពុងនិយាយជាមួយអ្នកណាម្ដាយខ្ញុំសម្រាប់នៅមន្ទីរពេទ្យអស់រយៈពេល8ថ្ងៃហើយណាតើអ្នកដឹងទេថាខ្ញុំត្រូវឆ្លងកាត់អ្វីខ្លះខ្ញុំកំពុងនៅលើភ្នំប្រញាប់ត្រឡប់មកវិញភ្លាមមកមន្ទីរពេទ្យឥឡូវនេះហេតុអ្វីខ្ញុំត្រូវត្រឡប់ទៅវិញម្ដាយខ្ញុំកំពុងនៅមន្ទីរពេទ្យគាត់ត្រូវការលុយវះកាត់អូម្ដាយអ្នកឯងនៅមន្ទីរពេទ្យអស់បើអញ្ចឹងគាត់គួរតែទៅរកកូនប្រសាររបស់គាត់ទៅមិនមែនមកពឹងអ្នកក្រៅដូចជាខ្ញុំទេតើអ្នកកំពុងនិយាយរឿងឈួតអីហ្នឹងកូនប្រសារស្អីចុះប្រុសម្នាក់ឈ្មោះថមដែលឈរក្បែរអ្នកនៅក្នុងសម្បត្តិអាពាហ៍ពិពាហ៍នោះជាស្អីវិញល្មមបានហើយលេស៊ីខ្ញុំមិនចង់ស្ដាប់លេសដោះសាររបស់អ្នកទៀតទេទៅសុំលុយប្តីអ្នកទៅអាឡូចាក់តើអ្នកមានសិទ្ធិស្អីមកបិទទូរស័ព្ទដាក់ខ្ញុំហើយអ្នកហ៊ានប្លុកខ្ញុំទៀតផងតើអ្នកចង់ឲ្យខ្ញុំធ្វើខ្លួនបែបណាដាក់អ្នកទៅខ្ញុំដឹងថាអ្នកលួចទៅរៀបការជាមួយអ្នកផ្សេងនៅពីក្រោយក្នុងខ្ញុំហើយខ្ញុំនៅតែត្រូវសំពះអរគុណដើម្បីផ្ញើលុយឲ្យអ្នកទៀតមែនទេចុះបន្ទាប់មកទៀតជាស្អីគាត់ទើបតែចាប់ផ្ដើមរកស៊ីទេគាត់គ្មានលុយទេគាត់បានដាក់ទុនទាំងអស់ទៅក្នុងអាជីវកម្មនោះចុះរយៈពេលជាច្រើនឆ្នាំរវាងពួកយើងគឺជារឿងคล้ายៗមែនទេជួយចេញលុយឲ្យមុនមកចាំខ្ញុំសុំវិញតាមក្រោយសុំទោសផងខ្ញុំទើបតែជែកជាមួយអតិថិជនរួចរាល់ប្រាក់ខែរបស់ខ្ញុំត្រូវបានឡើង3ដងដូច្នេះខ្ញុំមិនឲ្យខ្ចីលុយនេះទេគ្រប់យ៉ាងចប់ហើយការងារថ្មីជីវិតថ្មីគ្រប់យ៉ាងចាប់ផ្ដើមសារជាថ្មីតើអ្នកណាមកផ្ទះនៅម៉ោងនេះអ្នកដឹកអីវ៉ាន់មែនទេគឺពួកគេពិតមែនពួកគេមិនព្រមទុកឲ្យខ្ញុំរស់នៅដោយសុខសាន្តតតែសោះអូចាក់ទីបំផុតអ្នកត្រឡប់មកវិញហើយខ្ញុំស្មានតែមិនបានជួបអ្នកទៀតទេហេតុអ្វីបានជាអ្នកគេចមុខពីពួកយើងម្ដាយខ្ញុំទើបតែចេញពីមន្ទីរពេទ្យគាត់ចេញពីមន្ទីរពេទ្យហើយអបអរសាទរផងអញ្ចឹងមានន័យថាអ្នករកលុយវះកាត់បានគ្រប់គ្រាន់ហើយតើវាមានរយៈពេល8ឆ្នាំហើយគ្រប់យ៉ាងចប់ហើយបញ្ហារបស់អ្នកមិនពាក់ព័ន្ធនឹងខ្ញុំទេចាក់អ្នកធ្លាប់នៅជាមួយលេស៊ីរបស់ពួកយើងអស់រយៈពេល8ឆ្នាំម្ដាយរបស់នាងឈឺហើយអ្នកបណ្ដោយទុកពួកយើងចោលបែបនេះមែនទេទី1ខ្ញុំនិងលេស៊ីគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេទី2មនុស្សដែលត្រូវចេញថ្លៃព្យាបាលឲ្យអ្នកគឺកូនប្រសាររបស់អ្នកឈ្មោះថំនោះទី3ចេញពីទីនេះទៅឥឡូវនេះបើមិនអញ្ចឹងទេខ្ញុំនឹងហៅប៉ូលីសឯងមិនហ៊ានទេនេះជាផ្ទះរបស់ពួកយើងតើឯងមានសិទ្ធិស្អីមកដេញពួកយើងចេញផ្ទះរបស់អ្នកនេះជាផ្ទះជួលថ្មីរបស់ខ្ញុំទេចំណែកឯផ្ទះសម្រាប់រៀបការនោះគឺខ្ញុំជាអ្នកបង់លុយដំបូង John Payment ហើយខ្ញុំក៏ជាអ្នកបង់រំលោះប្រចាំខែដែរហើយឈ្មោះនៅក្នុងប្លង់ដីគឺមានតែឈ្មោះខ្ញុំម្នាក់គត់ខ្ញុំទុកពេលឲ្យ3ថ្ងៃដើម្បីរើអីវ៉ាន់ចេញអស់ហួស3ថ្ងៃខ្ញុំនឹងបដូរមេដោះសល់ផ្ទះអីវ៉ាន់ដែលនៅសល់ខ្ញុំនឹងបោះចោលដូចជាសម្រាមឯងធ្វើហួសហេតុពេកហើយផ្ទះនោះជាផ្ទះអាពាហ៍ពិពាហ៍ដែលពួកយើងរៀបចំទុកសម្រាប់លេស៊ីរាល់កាក់រាល់សេននៃលុយកក់ដំបូងគឺចេញពីខ្ញុំទាំងអស់កិច្ចសន្យាទិញលក់និងឯកសារកម្ចីទាំងអស់សុទ្ធតែស្ថិតនៅក្រោមឈ្មោះរបស់ខ្ញុំបើអ្នកគិតថាផ្ទះនោះជារបស់អ្នកសូមបង្ហាញភស្តុតាងមកពួកយើងនឹងទៅដោះស្រាយគ្នានៅតុលាការចាស់តើអ្នកពិតជាត្រូវដាច់ចិត្តខ្លាំងបែបនេះមែនទេអ្នកមិនខ្វល់ពីរយៈពេល8ឆ្នាំដែលពួកយើងនៅជាមួយគ្នាតតែសោះមែនទេខណៈពេលដែលអ្នកចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយអ្នកផ្សេងរយៈពេល8ឆ្នាំនោះវាបានមកបាត់ទៅហើយគឺអ្នកជាអ្នកសម្លាប់វាដោយដៃខ្លួនឯងពួកយើងគ្មានកន្លែងទៅទេហេតុអ្វីបានជាអ្នកគេចមុខពីពួកយើងម្ដាយខ្ញុំទើបតែចេញពីមន្ទីរពេទ្យទៅរកថមទៅគេជាប្តីរបស់អ្នកក្រុមហ៊ុនរបស់គាត់កំពុងជួបបញ្ហាមួយចំនួនអូអញ្ចឹងទេហ៎ដួលរំហើយមែនទេខ្ញុំមិនរើចេញទេផ្ទះនោះជាផ្ទះរបស់ពួកយើងបើអញហ៊ានដេញពួកយើងចេញខ្ញុំនឹងសម្លាប់ខ្លួននៅមុខទ្វារផ្ទះឯងនេះហើយធ្វើឲ្យអញរស់មិនបានសុខអស់មួយជីវិតអាឡូលេខ5411មែនទេខ្ញុំចង់រាយការណ៍ពីការទម្លុះទម្លាយចូលផ្ទះមានមនុស្សចូលមកក្នុងផ្ទះខ្ញុំដោយគ្មានការអនុញ្ញាតហើយកំពុងគំរាមកំហែងខ្ញុំអញហ៊ានហៅប៉ូលីសផងអញហ៊ានហៅពួកគេមកមែនទេតើអញចង់ធ្វើឲ្យគ្រួសារយើងខ្មាស់គេមែនទេ
អ្នកឯងទេដែលជាអ្នកធ្វើរឿងគួរឲ្យអាម៉ាស់មិនមែនខ្ញុំឡើយមានជំរឿពីដើរចេញទៅដោយមានកិត្តិយសឬក៏ទុកឲ្យប៉ូលីសមកអូសក្បាលចេញអាឡូនេះជាយ៉ាក់មែនទេខ្ញុំធម្មតាមានរឿងខ្លះដែលខ្ញុំចង់និយាយជាមួយបងវាតាក់ទងនឹងលេស៊ីនិងរឿងលុយកាក់ខ្ញុំគ្មានរឿងអ្វីត្រូវនិយាយជាមួយឯងទេបងមានរឿងត្រូវនិយាយខ្ញុំដឹងថាបងទៅតែបានការងារថ្មីហើយប្រាក់ខែក៏ខ្ពស់ទៀតបងប្រញាប់មកជួបខ្ញុំល្អជាងកុំអីខ្ញុំមិនធានាទេថាការងារថ្មីរបស់បងនឹងនៅតែមាននោះទេឯងណែណាខ្ញុំកំពុងចាំនៅហាងកាហ្វេខាងក្រោមក្រុមហ៊ុនរបស់បងប្រុសខ្ញុំដឹងថាបងស្អប់ខ្ញុំប៉ុន្តែខ្ញុំនិងលេស៊ីស្រឡាញ់គ្នាពិតមែនម្ដាយរបស់លេស៊ីនៅខ្វះលុយ$50,000ទៀតសម្រាប់វះកាត់ខ្ញុំសង្ឃឹមថាបងអាចជួយចេញវាបានឯងចង់ឲ្យខ្ញុំចេញលុយព្យាបាលម្ដាយបង្កើតរបស់ប្រពន្ធថៃអញ្ចឹងចាត់ទុកថាជាការខ្ចីចោះខ្ញុំនឹងសរសេរលិខិតជំពាក់លុយយាវឲ្យបងពេលណាដែលក្រុមហ៊ុនខ្ញុំដើរឡើងវិញខ្ញុំនឹងសងបងពីរដងក្រុមហ៊ុនរបស់ឯងដួលរំទៅហើយតើមែនទេតើបងដឹងរឿងនេះដោយរបៀបណាបើមិនចង់ឲ្យគេដឹងកុំធ្វើវាអាសយដ្ឋានចុះបញ្ជីក្រុមហ៊ុនរបស់ឯងគឺជាឃ្លាំងបោះបង់ចោលមួយហើយក្រុមបច្ចេកវិទ្យាស្នូលរបស់ឯងគឺសុទ្ធតែជាអ្នកសម្ដែងបណ្ដោះអាសន្នប្រវត្តិរូបសង្ខេប resume ដ៏អស្ចារ្យរបស់ឯងគឺคล้ายៗទាំងអស់តើត្រូវឲ្យខ្ញុំរៀបរាប់ម្ដងមួយទេឯងគិតថាឯងលាក់វាបានល្អមែនទេរឿងអាស្រូវដែលឯងគិតថាមានលើលោក David នោះវាជាមូលហេតុដែលធ្វើឲ្យគាត់ទទួលយកខ្ញុំចូលធ្វើការនឹងឯងយ៉ាកុំបង្ខំខ្ញុំខ្លាំងពេកស្ងប់អារម្មណ៍សិនទៅកុំមានអ្នកណាមកចិត្តសោះកុំកម្រើកទម្លាក់កំបិតចោះ